សួស្តីប្រិយមិត្តទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីនៅក្នុងថ្ងៃនេះដែរខ្ញុំនឹងនិយាយបកស្រាយទៅកាន់រឿងមួយដែលមានចំណងជើងថា Ashfall ដែលវាគឺជាខ្សែរឿងមួយនិយាយអំពីភ្នំភ្លើងដែលបានផ្ទុះនៅក្នុងតំបន់ព្រំដែនរវាងប្រទេសកូរ៉េហើយនិងប្រទេសចិនដែលហ្នឹងបន្ទុកភ្នំភ្លើងហ្នឹងគឺវាសាហាវខ្លាំងមែនទែនតម្រូវឲ្យខាងយោធាកូរ៉េហ្នឹងធ្វើបេសកកម្មបំទុះគ្រាប់បែកនុយក្លេអ៊ែរដើម្បីជួយសង្គ្រោះប្រទេសចេញពីការផ្ទុះភ្នំភ្លើងមួយហ្នឹងដែលនឹងដំណើររឿងគឺពិតជាល្អមើលខ្លាំងមែនទែនមានជាចេះថាបំពុននឹងគ្នាប្រកាសជាចូលចិត្តហើយចឹងហើយក៏មកខាត់ពេលវិញឆ្ងាយទៀតយើងចូលទៅកាន់សាច់រឿងបែបសង្ខេបទាំងអស់គ្នាសាច់រឿងត្រូវបានចាប់ផ្ដើមឡើងជាមួយនឹងទស្សនវិជ្ជានៅក្នុងទីក្រុងសេអ៊ូលនៅក្នុងកន្លែងមួយដែលកំពុងតែមានការដោះមីនដោះគ្រាប់បែកដែលមិនទាន់ផ្ទុះបរិះម្នាក់មានឈ្មោះថាអ៊ីនឆាំងក៏បានដោះមីនយ៉ាងសកម្មជាមួយនឹងក្រុមការងាររបស់គាត់ហើយថ្ងៃនឹងដែរគាត់ពិតជាសប្បាយចិត្តខ្លាំងមែនទែនដែលវាគឺជាថ្ងៃចុងក្រោយសម្រាប់គាត់ធ្វើការងារដោះមីននឹងហើយបន្ទាប់ពីនឹងគាត់នឹងចូលនិវត្តន៍ទៅសម្រាប់ជាមួយប្រពន្ធរបស់គាត់តែភ្ជាប់ជាមួយនឹងដែរគាត់ក៏មានអារម្មណ៍ថាដូចជាភ្លេចអីម្យ៉ាងនោះទេតាមពិតទៅគឺគាត់ភ្លេចថាប្រពន្ធរបស់គាត់បានណាត់គាត់ទៅឆ្លោះអេកូមើលកូនជុំគ្នាណាប៉ុន្តែដោយសារតែគាត់ឡើងតែរវល់ចឹងហើយប្រពន្ធទៅអស់អេកូតែម្នាក់ឯងបន្ទាប់ពីដោះមីនដោះអីបានបញ្ចប់ក៏ថាបេសកកម្មរបស់គាត់បម្រើប្រទេសជាតិត្រូវបានបញ្ចប់ដូចគ្នាចឹងហើយគាត់ក៏បានបើកឡានត្រឡប់ទៅផ្ទះរបស់គាត់វិញដោយសេចក្តីសប្បាយរីករាយនៅតាមផ្លូវហ្នឹងគាត់ក៏បានតែទូរស័ព្ទទៅកាន់ប្រពន្ធរបស់គាត់សួរនាំអំពីប្រពន្ធរបស់គាត់មានឈ្មោះថាឆយគឺជានារីដ៏ស្រស់ស្អាតម្នាក់ហើយក៏បានប្រាប់ប្តីថាឆ្លោះអេកូដឹងថាកូនសុខភាពល្អហើយប៉ុន្តែនៅពេលដែលប្តីសួរថាតើកូននឹងភេទអីស្រីឬប្រុសចឹងណាក៏ប្រពន្ធមិនព្រមឆ្លើយទេថាចាំមកដល់ចាំគេប្រាប់អ៊ីនឆាំងក៏ចង់ទៅជួបប្រពន្ធខ្លាំងមែនទែនចង់ដឹងថាកូននឹងប្រុសឬក៏ស្រីប៉ុន្តែនៅពេលនឹងដែរស្រាប់តែដីក៏ចាប់ផ្ដើមរុនជួយមូលហេតុហ្នឹងគឺដោយសារតែថាភ្នំភ្លើងមួយដែលមានឈ្មោះថា Mount Baekdu ដែលស្ថិតនៅក្នុងតំបន់ព្រំដែនរវាងប្រទេសចិននិងប្រទេសកូរ៉េខាងជើងហ្នឹងវាចាប់ផ្ដើមផ្ទុះចឹងហើយបន្ទុះមួយហ្នឹងក៏បានធ្វើឲ្យមានការរាលដាលរុនជួយដីមកដល់តំបន់ដែលពួកគេកំពុងតែស្នាក់នៅក៏បានធ្វើឲ្យអាគារជាច្រើនរុនជួយហើយក៏កំពុងបាក់សង្កត់មកកាន់ដងផ្លូវផងដែរអ៊ីនឆាំងជាមួយនឹងឡានដទៃទៀតក៏ព្យាយាមបើកកិច្ចចេញពីបន្ទុះមួយហ្នឹងប៉ុន្តែនៅពេលដែលបើកកិច្ចជ្រែកអាគារដែលកំពុងតែបាក់នឹងបានមួយស្របក់ស្រាប់តែឡានរបស់គេក៏បានគាំងដោយសារតែបុកនេះបុកនោះនៅខាងមុខចឹងណាអ៊ីនឆាំងក៏បានរត់ចូលទៅខាងក្រោមហើយក៏ចំពេលដែលអាគារដ៏ធំមួយបានបាក់ធ្លាក់សង្កត់មកកន្លែងហ្នឹងចឹងហើយគេជាមួយមនុស្សដទៃទៀតក៏បានរត់មួយទំហឹងកិច្ចចេញពីការបាក់សង្កត់ហ្នឹងទៅហើយក៏ស្របពេលជាមួយគ្នាដែរនៅក្នុងកន្លែងមួយទៀតក៏មាននារីម្នាក់មានឈ្មោះថា Jeon ហ្នឹងគឺជាអគ្គរដ្ឋលេខាធិការប្រចាំក្រសួង Civil Affairs ចឹងហើយគាត់ក៏បានមកជួបគ្នាជាមួយនឹងលោក Professor ម្នាក់ដែលមានឈ្មោះថា Kang ដែលថាលោក Kang ហ្នឹងគឺជាអ្នកវិទ្យាសាស្ត្រលាក់ខ្លួនដែលគាត់គឺជាអ្នកជំនាញខាងភ្នំភ្លើងហ្នឹងគាត់សិក្សាដឹងថានឹងមានបន្ទុះកើតឡើងប៉ុន្តែមិនមានអាណាជឿគាត់នោះទេថែមទាំងបានសោយចំអកគាត់ទៀតផងតាំងពីកន្លងមកចឹងហើយនៅក្នុងថ្ងៃហ្នឹងការផ្ទុះហ្នឹងក៏បានកើតឡើងមែនហើយគាត់ក៏អស់ចិត្តជាមួយនឹងការស្រាវជ្រាវរបស់គាត់ដោយសារតែគ្មានអ្នកជឿក៏សម្រេចចិត្តចាក់ចេញពីប្រទេសកូរ៉េដើម្បីទៅរស់នៅប្រទេសអាមេរិកដោយសារតែគាត់ទើបតែទទួលបានសិទ្ធិចាក់ចេញអ្នកស្រី GN ក៏ព្យាយាមតាមអង្វរគាត់ឲ្យបន្តនៅកូរ៉េទៅដើម្បីសិក្សាបន្តទៀតជួយសង្គ្រោះប្រជាជនចេញពីការផ្ទុះភ្នំភ្លើងមួយហ្នឹងប៉ុន្តែយ៉ាងណាក៏ដោយក៏លោក Hang មិនព្រមនៅនោះដែររហូតដល់ចុងក្រោយហ្នឹងអ្នកស្រី GN ក៏បានគំរាមគាត់ថាគាត់ធ្លាប់មានប្រវត្តិធ្វើរឿងខុសច្បាប់ចឹងហើយបើសិនជាមិនព្រមធ្វើការងារបម្រើប្រទេសកូរ៉េទេគឺគាត់នឹងប្តឹងប៉ូលីសឲ្យមកចាប់លោក Professor ហើយលោក Professor គ្មានជំរឿសក៏យល់ព្រមធ្វើការងារជាមួយនឹង GN ទៅតទៅពីហ្នឹងអ្នកស្រី GN ក៏បាននាំគេចូលទៅប្រជុំជាមួយនឹងថ្នាក់លើដទៃទៀតមានទាំងលោកនាយករដ្ឋមន្ត្រីប្រទេសកូរ៉េខាងត្បូងផងដែរហ្នឹងគឺប្រជុំនិយាយអំពីរឿងបន្ទុះភ្នំភ្លើងហ្នឹងដែលលោក Professor Kang ក៏បានពន្យល់ថាភ្នំភ្លើង Mount Baekdu ហ្នឹងគឺវាមានបន្ទប់ម៉ាក់ម៉ារហូតដល់ទៅ4បន្ទប់ឯណោះហើយអាផ្ទុះលើកដំបូងហ្នឹងគឺជាម៉ាក់ម៉ាបន្ទប់ទី1ដែលវារៀងធំដែរបន្ទាប់មកទៀតនឹងទី2ទី3ហើយចុងក្រោយគឺទី4ដែលធំខ្លាំងមែនតើបើសិនជាផ្ទុះដល់ទី4ហ្នឹងប្រទេសកូរ៉េទាំងមូលហ្នឹងគឺអាចនឹងខ្ទេចអស់ពាក់កណ្ដាលហើយចឹងហើយជាដំណោះស្រាយគឺគេត្រូវទៅបង្ហោអាម៉ាក់ម៉ាហ្នឹងចេញពីបន្ទប់ទី4ហើយការបង្ហោនឹងទៀតសោតគឺត្រូវការបន្លោះមួយដោយសារតែនៅក្នុងតំបន់ហ្នឹងក៏មានការដ្ឋានរ៉ែជាច្រើនគេជីករ៉ែដែករ៉ែអីនៅជុំវិញហ្នឹងចឹងហើយបើសិនជាបំផ្ទុះជញ្ចាំងពីរ៉ែដែកហ្នឹងឲ្យធ្លាយទៅដល់បន្ទប់ម៉ាក់ម៉ាហ្នឹងបានន័យថាម៉ាក់ម៉ាហ្នឹងវានឹងហូរចេញមកចូលទៅក្នុងការដ្ឋានរ៉ែដែលគេជីកមានប្រហោងស្រាប់ហ្នឹងនឹងធ្វើឲ្យម៉ាក់ម៉ាហ្នឹងវាធូរចឹងភ្នំភ្លើងហ្នឹងមិនអាចផ្ទុះបាននោះទេតែដើម្បីទម្លាយជញ្ជាំងហ្នឹងបានហ្នឹងគឺគេត្រូវការថាមពលខ្លាំងតម្រូវឲ្យមានការបំទុះគ្រាប់បែកនុយក្លេអ៊ែរហ្នឹងហើយគាត់តែលឺចឹងហើយក៏គ្រប់គ្នាថ្នាក់លើហ្នឹងមិនព្រមនោះទេគិតថាវាបថុយខ្លាំងណាស់បើពាក់ព័ន្ធជាមួយនឹងគ្រាប់បែកនុយក្លេអ៊ែរគ្រាប់បែកអាតូមិកអីហ្នឹងសហរដ្ឋ
អាមេរិកនឹងអាចធ្វើសង្គ្រាមជាមួយប្រទេសកូរ៉េម្ដងទៀតសន្តិភាពនឹងលែងមានហើយព្រោះអីអាមេរិកកំពុងតែបង្ក្រាបគ្រាប់បែកនុយក្លេអ៊ែរឲ្យកូរ៉េខាងជើងខាងត្បូងឲ្យចុះសន្ធិសញ្ញាអីចឹងណាចឹងហើយពួកគេក៏បានបញ្ចប់ការប្រជុំនឹងទាំងមិនទទួលបានជោគជ័យប៉ុន្តែបន្ទាប់ពីនឹងទៅលោកនាយករដ្ឋមន្ត្រីក៏បានហៅលោកខាងទៅជួបនៅក្នុងបន្ទប់របស់គាត់ហើយគាត់ក៏បានប្រាប់ទៅកាន់លោកខាងថាត្រូវតែធ្វើបេសកកម្មនឹងឲ្យបានសម្រេចទោះបីជាគ្រប់គ្នាមិនគាំទ្រក៏ដោយប៉ុន្តែគាត់គាំទ្រដោយសារតែមានតែវិធីសាស្ត្រនឹងមួយគត់ទើបអាចជួយសង្គ្រោះប្រទេសកូរ៉េចេញពីបន្ទប់ព្រំភ្លើងដ៏សាហាវមួយនឹងបានហើយបេសកកម្មនឹងគឺវាបន្ថយខ្លាំងមែនទែនដោយសារតែទី1គឺគេត្រូវលួចចូលទៅក្នុងទឹកដីប្រទេសកូរ៉េខាងជើងទី2ត្រូវគេចេញពីការឃ្លាំមើលរបស់ប្រទេសអាមេរិកកុំឲ្យអាមេរិកចាប់បានថាពួកគេយកគ្រាប់បែកនុយក្លេអ៊ែរទៅបំផ្ទុះហើយទី3នឹងត្រូវបំផ្ទុះគ្រាប់បែកនុយក្លេអ៊ែរនឹងនៅជាប់ព្រំដែនប្រទេសកូរ៉េខាងជើងហើយនិងប្រទេសចិនវាអាចនឹងចិនមិនព្រមណាប៉ុន្តែត្រូវធ្វើបេសកកម្មនឹងឲ្យបានដើម្បីជួយសង្គ្រោះប្រទេសកូរ៉េលោកកាំងក៏យល់ព្រមចឹងហើយបន្ទាប់ពីនឹងទៅពួកគេក៏បានតាក់ទងទៅកាន់មេទាហានជាច្រើនអ្នកដើម្បីមកធ្វើការមួយនឹងហើយក៏មានលោកមេបញ្ជាការម្នាក់បានទៅជួបគ្នាជាមួយនឹងអ៊ីងឆាងគាត់ក៏បានប្រាប់ឲ្យអ៊ីងឆាងទៅបំពេញបេសកម្មយកគ្រាប់បែកនុយក្លេអ៊ែរទៅបំផ្ទុះនៅតំបន់ភ្នំភ្លើងមួយហ្នឹងអ៊ីងឆាងក៏បានតវ៉ាថាគេចូលនិវត្តន៍ហើយនឹងឲ្យគេទៅធ្វើអីទៀតប៉ុន្តែលោកមេបញ្ជាការនឹងក៏បាននិយាយថាអ៊ីងឆាងត្រូវតែធ្វើដើម្បីជួយសង្គ្រោះប្រជាជននៃប្រទេសរបស់ពួកគេហើយគាត់សូមធានាថាគាត់នឹងជួយប្រពន្ធរបស់អ៊ីងឆាងឲ្យទទួលបានការសង្គ្រោះពីប្រទេសអាមេរិកដោយសារតែអាមេរិកកំពុងតែជួយជំនះប្រជាជនកូរ៉េចេញពីតំបន់បន្ទប់ភ្នំភ្លើងហ្នឹងហើយចឹងហើយដោយសារតែដើម្បីជួយប្រពន្ធអ៊ីងឆាងក៏យល់ព្រមទៅបន្ទាប់ពីហ្នឹងអ៊ីងឆាងក៏បានត្រឡប់ទៅជួបគ្នាជាមួយប្រពន្ធរបស់គេវិញតែជួបប្រពន្ធហ្នឹងក៏មិនបានប្រាប់អំពីបេសកកម្មថ្មីហ្នឹងថាទៅប្រទេសកូរ៉េខាងជើងអីនោះទេនិយាយថាធ្វើបេសកម្មធម្មតាដើម្បីជួយសង្គ្រោះប្រជាជនចេញពីការផ្ទុះភ្នំភ្លើងចឹងទៅហើយគាត់ក៏ព្យាយាមសួរប្រពន្ធអំពីកូនថាតើភេទស្រីឬក៏ប្រុសប៉ុន្តែប្រពន្ធនឹងមិនបានប្រាប់ថាភេទអីនោះទេព្រោះអីថាគាត់ចង់ឲ្យប្តីឆាប់ត្រឡប់ពីបំពេញបេសកម្មមកវិញដើម្បីមកមើលកូនដោយបន្តភ្នែកណាប្តីក៏បានសន្យាហើយបន្ទាប់ពីនឹងក៏បានលាគ្នាត្រឡប់ទៅធ្វើបេសកម្មរបស់គាត់វិញគាត់ក៏បានទៅប្រជុំជាមួយនឹងមេដឹកនាំដទៃទៀតហើយក៏ចាប់ផ្ដើមពិភាក្សាគ្នាអំពីអ្វីដែលពួកគេត្រូវធ្វើមួយជំហានម្ដងបច្ចុប្បន្នកាលហ្នឹងគឺគេដឹងថាប្រទេសកូរ៉េខាងជើងហ្នឹងនៅមានលាក់គ្រាប់បែកនុយក្លេអ៊ែររហូតដល់6គ្រាប់ឯណោះចឹងបើសិនជាគេទៅលួចស្នូអ៊ុយរ៉ាញ៉ូមចេញពីគ្រាប់បែកនឹងបានមួយគ្រាប់យកមកដាក់បំពាក់នៅលើគ្រាប់បែករបស់ពួកគេប្រកាសជាអាចបំពេញបេសកកម្មនឹងបានសម្រេចហើយប៉ុន្តែអត់ដឹងថាបន្ទប់គ្រាប់បែកនឹងនៅឯណាទេតែពួកគេដឹងថាមានអតីតទាហានដ៏ជំនាញម្នាក់របស់ប្រទេសកូរ៉េខាងជើងដែលមានឈ្មោះថាជូនព្យុនដែលគេដឹងអំពីទីតាំងគ្រាប់បែកនុយក្លេអ៊ែរនឹងប៉ុន្តែក៏ត្រូវបានប្រទេសកូរ៉េខាងជើងចាប់យកទៅដាក់គុកសម្ងាត់មួយប៉ុន្តែដោយសារតែកាលពីមុនប្រទេសកូរ៉េខាងត្បូងបានបំពាក់ GPS ទៅលើជូនព្យុនចឹងហើយគេ scan GPS នឹងទៅក៏បានឃើញទីតាំងមួយនឹងតម្រូវឲ្យពួកគេទៅជួយសង្គ្រោះជូនព្យុនហើយនឹងឲ្យជូនព្យុនទៅរកគ្រាប់បែកនុយក្លេអ៊ែរបន្តទៅទៀតហ្នឹងហើយការងាររបស់ពួកគេនឹងគឺចែកចេញជាពីរក្រុមរបស់អ៊ីនឆាងនឹងត្រូវទៅជួយសង្គ្រោះជូនព្យុនរួចហើយក៏ទៅយកស្នូអ៊ុយរ៉ាញ៉ូមចេញពីគ្រាប់បែកនុយក្លេអ៊ែរនឹងឲ្យក្រុមពិសេសមួយទៀតដើម្បីពួកនឹងដឹកនាំគ្រាប់បែកនឹងយកទៅបំផ្ទុះនៅក្នុងតំបន់ភ្នំភ្លើងបន្ទាប់ពីចែកគ្នាធ្វើការចឹងហើយពួកគេក៏ចាប់ផ្ដើមឡើងទៅលើយន្តហោះដើម្បីហោះទៅធ្វើបេសកម្មយន្តហោះមានចំនួន2យន្តហោះមួយគឺជាក្រុមរបស់អ៊ីនឆានដើម្បីទៅជួយសង្គ្រោះជូនព្យុនក៏ដូចជាទៅយកស្នូគ្រាប់បែកចឹងណាចំណែកឯយន្តហោះមួយទៀតគឺដឹកក្រុមបេសកម្មពិសេសដើម្បីដឹកជញ្ជូនគ្រាប់បែកយកទៅបំផ្ទុះប៉ុន្តែនៅតាមផ្លូវហោះហ្នឹងគឺដោយសារតែមានផេះហុយចេញពីបំទប់ភ្នំភ្លើងនឹងច្រើនខ្លាំងពេកក៏បានធ្វើឲ្យម៉ាស៊ីនស្លាប់យន្តហោះហ្នឹងវាបានឆេះខូចចឹងហ្នឹងយន្តហោះរបស់ពួកគេក៏ចាប់ផ្ដើមមានបញ្ហាក្រុមរបស់អ៊ីនឆានក៏បានពាក់ឆ័ត្រយោងរួចហើយក៏បានលោតទម្លាក់ខ្លួនឯងចុះចូលទៅក្នុងទឹកដីប្រទេសកូរ៉េខាងជើងតែម្ដងពួកគេក៏បានចុះចតបានដោយមានសុវត្ថិភាពប៉ុន្តែនៅពេលដែលតាក់ទងទៅកាន់ក្រុមពិសេសនៅលើយន្តហោះមួយទៀតហ្នឹងក៏ដឹងថាពួកហ្នឹងបានផ្ទុះស្លាប់អស់ទៅហើយដែលថាបេសកម្មជាបន្តហ្នឹងគឺក្រុមរបស់អ៊ីនឆាងត្រូវធ្វើទាំងអស់អត់មានអ្នកជួយទៀតនោះទេហ្នឹងហើយបន្ទាប់ពីទទួលដំណឹងហ្នឹងហើយពួកគេក៏មិនបង្អង់យូរនោះទេក៏បានបន្តទៅខាងមុខទៀតរួចហើយក៏បានធ្វើដំណើរទៅកាន់គុកដែលគេឃុំឃាំងលោកជូនព្យុនហ្នឹងហើយចូលទៅដល់ក៏ថាមិនបានឃើញអ្នកយាមឃើញអីនោះទេដោយសារតែបន្ទប់ភ្នំភ្លើងហ្នឹងវាបានធ្វើឲ្យមានភាពរញ៉េរញ៉ៃនៅក្នុងគុកចឹងហើយអ្នកទោសហ្នឹងក៏បានសម្លាប់អ្នកយាមអស់ហើយក៏ថាវាពិតជាងាយស្រួលសម្រាប់ក្រុមរបស់អ៊ីនឆាងនៅក្នុងការធ្វើបេសកម្មមែនទែនក៏អាចចូលទៅខាងក្នុងបានរួចហើយក៏បានទៅឃើញគុកមួយគឺជាបន្ទប់ឃុំឃាំងជូនព្យុននឹងឯងជូនព្យុនក៏បានដើរចេញមកជាមួយនឹងរូបរាងដ៏គួរឲ្យខ្លាចហើយជួបគ្នាភ្លាមមកអ៊ីនឆាងក៏បានប្រាប់អំពីអ្វីដែលគេត្រូវការឲ្យជូនព្យុនជួយប៉ុន្តែជូនព្យុនក៏បានសើចចំអកមកកាន់អ្នកទាំងអស់គ្នានឹងទៅវិញគេនិយាយបែបឆ្លើយអញ្ចឹងណាបន្
តែគ្មានជំរឿអីទៀតដោយសារតែអ៊ីងឆាំងត្រូវការជំនួយពីជួនភ្យុនដើម្បីទៅស្វែងរកទីតាំងទុកគ្រាប់បែកនុយក្លេអ៊ែរក៏បានដោះលែងជូនផ្សាយឲ្យចេញមកខាងក្រៅដាក់ខ្នោះជូនផ្សាយក៏ដូចជាឲ្យគេជក់បារីបន្តមកទៀតក៏បានឲ្យគេចូលទៅក្នុងបន្ទប់ទឹកដើម្បីកាត់សក់តុបតែងខ្លួនឲ្យរាងស្អាតជាងនឹងបន្តិចប៉ុន្តែពេលនឹងដែរក៏ថាជូនភ្យុនបានលួចកាបូបលុយរបស់អ៊ីងឆាំងយកមកមើលក៏ឃើញរូបអេកូនៃកូនរបស់គេក៏ដូចជាឃើញផែនទីទៅកាន់ការដ្ឋានរ៉ែដើម្បីបន្ទូគ្រាប់បែកផងដែរគេមើលផែនទីនឹងចាំអស់ហើយក៏បានហែកផែនទីនឹងកំទេចចោលរួចហើយក៏បានយកស៊ីដាក់ចូលទៅក្នុងមាត់អរលីងបន្ទាប់ពីនឹងក៏បានឡើងទៅលើឡានជាមួយនឹងក្រុមទាហានកូរ៉េខាងត្បូងបន្តទៅធ្វើបេសកកម្មខាងមុខទៀតនៅតាមផ្លូវនឹងគេក៏បានឃើញរូបសំណាក់របស់នាយករដ្ឋមន្ត្រីប្រទេសកូរ៉េខាងជើងនឹងបានដួលរលំគេក៏បាននិយាយថានៅពីពេលដែលគេមានសេរីភាពនឹងគេតែងតែមើលរូបសំណាក់នឹងជាប្រចាំដោយសារតែរូបសំណាក់នឹងគឺនៅពីមុខអាផាតមិនរបស់គេយាយជូនជិះឡើងទៅអ៊ីងឆាំងក៏បានចាប់អារម្មណ៍ថាបាត់កាបូបលុយរបស់គេទៅណាបាត់ហើយជូនខ្យងក៏បានដកកាបូបលុយនឹងចេញពីក្នុងអាប៉ៅយកមកឲ្យគេថាគាត់បានលួចហើយគាត់ថែមទាំងបានស៊ីផែនទីនឹងទៀតផងប៉ុន្តែគាត់ចាំបាត់ហើយលឺចឹងដែរទាហានម្នាក់ក៏បានហប់មកដាក់គាត់មួយដៃដោយសារតែខឹងគាត់ខ្លាំងពេកដែលបានហែកម៉េបរបស់ពួកគេចោលក៏ត្រូវបានអ្នកដទៃទៀតបញ្ចប់ចំនួនមួយនឹងទៅតពីនឹងក៏បានទៅដល់កន្លែងមួយក៏ថាជូនខ្យងនឹងបានសុំចូលទៅខាងក្រោមដោយសារតែគាត់ត្រូវបត់ជើងចឹងហើយពួកគេក៏បានឲ្យទាហានម្នាក់ជូនខ្យងចូលទៅក្នុងព្រៃដើម្បីបត់ជើងទៅប៉ុន្តែមានណានៅពេលដែលបត់ជើងនឹងជូនខ្យងក៏បានបន្លំដោះខ្នោះចេញពីដៃរួចខ្លួនរួចហើយក៏បានវាយប្រហារទៅកាន់ទាហានម្នាក់នឹងរហូតដល់សន្លប់តមកទៀតគេក៏បានរត់ចាក់ចេញពីកន្លែងនឹងបានទៅហើយអ្នកដទៃទៀតដែលបានឮសម្លេងនឹងក៏បានរត់មកមើលប៉ុន្តែបាត់វត្តមានរបស់ជូនខ្យងបាត់ហើយសំបី GPS នៅលើខ្លួនរបស់ជូនខ្យងនឹងក៏ត្រូវបានគេដកចេញទៀតផងអញ្ចឹងទៅរកជូនខ្យងនៅឯណាឃើញពួកគេក៏សម្រេចចិត្តត្រឡប់ក្រោយវិញដើម្បីស្វែងរកជូនខ្យងហើយនឹងនៅពេលដែលចូលទៅដល់ក្នុងទីក្រុងនឹងបានមួយស្របអ៊ីងឆងក៏បានចាប់អារម្មណ៍ទៅកាន់រូបសំណាករបស់មេដឹកនាំប្រទេសកូរ៉េខាងជើងដែលថាតាមពីសម្ដីរបស់ជូនខ្យងនិយាយនៅពេលក្នុងឡាននឹងគឺអាផាតមិនរបស់គេនៅទល់មុខរូបសំណាកនឹងអញ្ចឹងហើយក៏សម្រេចចិត្តធ្វើដំណើរទៅកាន់អាផាតមិនមួយនៅទល់មុខនឹងហើយដូចជាអ្វីដែលគេគិតមែនជូនខ្យងក៏បានត្រឡប់ទៅដល់ផ្ទះរបស់គេវិញរួចហើយក៏បានតបតែងខ្លួនសាជាថ្មីក៏ដូចជាយកកំភ្លើងដែលគេលាក់ក្រុមតុកនឹងយកមកប្រើហើយបន្ទាប់ពីនឹងទៅគេក៏បានទៅមើលប្រពន្ធរបស់គេដែលថាជក់ថ្នាំនឹងសឹងតែសន្លប់បាត់ស្មារតីហើយគេក៏បានសួរប្រពន្ធថាតើកូនស្រីរបស់គេនៅឯណាដែរកូនស្រីរបស់គេនឹងមានឈ្មោះថាស៊ុនហួរប្រពន្ធនឹងក៏បាននិយាយទាំងរវើរវាយថាកូនស្រីរបស់គេនឹងត្រូវបានបញ្ជូនឲ្យទៅនៅក្នុងទីក្រុង Pochon ដែលវាស្ថិតនៅជាប់ភ្នំ Baekdu ភ្នំភ្លើងនឹងតែម្ដងជូនខ្យងលឺយ៉ាងហើយក៏ខឹងប្រពន្ធខ្លាំងមែនទែនក៏បានទាញកំភ្លើងបាញ់ទៅខាងលើលឺសតែពងដែលសម្លេងមួយហ្នឹងហើយក៏បានដឹកនាំឲ្យក្រុមអ៊ីនឆាំងរត់មកកាន់អគារមួយហ្នឹងហើយនឹងបន្តិចក្រោយមកពួកគេក៏បានទៅដល់អគារមួយហ្នឹងក៏បានឃើញជូនខ្យងមែនជូនខ្យងនឹងបន្ទាប់ពីភ្ជុងធានហើយក៏បាយជាតម្រង់កណ្ដងកំភ្លើងមកកាន់ប្រពន្ធដូចជាចង់បាញ់ប្រពន្ធសម្រាប់ចោលប៉ុន្តែចុងក្រោយគាត់មិនដាច់ចិត្តបាញ់នោះទេក៏បានប្រគល់ខ្លួនតែឲ្យក្រុមរបស់អ៊ីនឆាំងក៏បានចាប់គាត់ដាក់ខ្នោះនឹងហើយបន្ទាប់ពីចូលទៅដល់ខាងក្រោមវិញអ៊ីនឆាំងក៏គិតថាជូនខ្យងគឺជាជនក្បត់មិនអាចទុកចិត្តបាននោះទេចឹងហើយនៅពេលដែលប្រជុំអីហ្នឹងគឺអត់បានភាសាគ្នាជាមួយនឹងជូនខ្យងនោះទេជូនខ្យងក៏បានសោយថាសុទ្ធតែអត់សូវមានបទពិសោធន៍ហើយដកគាត់ចេញអត់ឲ្យគាត់ស្ដាប់នឹងវាគួរឲ្យអស់សំណើចខ្លាំងណាស់តែពេលហ្នឹងទៅជូនខ្យងក៏បានជូនពួកគេចូលទៅក្នុងអគារដែលកូរ៉េខាងជើងបានលាក់គ្រាប់បែកនុយក្លេអ៊ែរប៉ុន្តែនៅពេលដែលចូលដល់ក្នុងអគារហ្នឹងក៏បានប្រទះជាមួយនឹងទាហានកូរ៉េខាងជើងដែលបានលាក់ខ្លួនពួកគេក៏បានបាញ់តតាំងជាមួយនឹងក្រុមទាហានហ្នឹងទៅហើយហ្នឹងហើយបន្ទាប់ពីបាញ់ឈ្នះទាហានហ្នឹងហើយពួកគេក៏បានបន្តដំណើរទៅមុខទៀតទៅកាន់ទូកុងតឺន័រមួយដែលតាមពិតទៅវាមិនមែនជាទូកុងតឺន័រធម្មតានោះទេនៅក្នុងទូកុងតឺន័រហ្នឹងគឺមានជាដាល់យន្តចុះទៅក្រោមដីបន្ទាប់ពីជន់ខ្យងបានប្រើប្រាស់ film របស់គាត់ស្វែងរក password ឃើញហើយពួកគេក៏អាចចូលទៅខាងក្រោមបានដែលចុះទៅជ្រៅខ្លាំងមែនទែនទើបដល់បន្ទប់ផ្ទុកនុយក្លេអ៊ែរទៅដល់បន្ទប់ផ្ទុកនុយក្លេអ៊ែរនឹងភ្លាមពួកគេក៏បានយកជន់ខ្យងទៅដាក់ខ្នោះជាប់អត់ឲ្យគេញ៉ៃនោះទេហើយក្រុមអ្នកជំនាញហ្នឹងក៏បានទៅកាន់គ្រាប់បែកនុយក្លេអ៊ែរដែលនៅសល់6គ្រាប់ពួកគេក៏បានដោះគ្រាប់បែកហ្នឹងក៏ដូចជាដកយកស្នូលអ៊ុយរ៉ាញ៉ូមនឹងចេញបានសម្រេចបន្ទាប់មកទៀតក៏បានយកស្នូលអ៊ុយរ៉ាញ៉ូមហ្នឹងទៅបំពាក់ជាមួយគ្រាប់បែកថ្មីរបស់គេដើម្បីយកវាទៅបំទុះនៅតំបន់ភ្នំភ្លើងប៉ុន្តែបន្ទាប់ពីបំពាក់គ្រាប់បែកអីហ្នឹងហើយស្រាប់តែបន្ទប់ទី2នៃភ្នំភ្លើងហ្នឹងក៏បានផ្ទុះបង្កើតចេញជារំជ័រកន្លែងហ្នឹងក៏មានភាពរញ៉េរញ៉ៃក៏បានធ្វើឲ្យជូនខ្យងបានរួចខ្លួនជូនខ្យងរត់ចេញទៅខាងក្រៅហើយក៏បានដកទូរស័ព្ទទៅកាន់ក្រុមមួយនៃប្រទេសចិនដើម្បីដោះដូរគ្នាជាមួយនឹងគ្រាប់បែកគាត់ថាគាត់នឹងយកគ្រាប់បែកនុយក្លេអ៊ែរតែឲ្យពួកចិនហ្នឹងដោះដូរជាមួយនឹងការជួយកូនស្រីរបស់គេឲ្យទៅចូលស្នាក់នៅក្នុងប្រទេសចិនផងដើម្បីគេចចេញពីបន្ទប់ភ្នំភ្លើងហ្នឹងពួកនោះក៏យល់ព្រមប៉ុន្តែក៏តម្រូវឲ្យជូនខ្យងហ្នឹងយកអ្នកជំនាញដោះដូរគ្រាប់បែកនុយក្លេអ៊ែរទៅផងគេខ្លាចថាដោះដូរមិនកើតចឹងណាចឹងហើយគ្មានជំរឿអីទៀតជូនខ្យងក៏បានត្រឡប់ចូលមកខាងក្នុងវិញដោយសារខាងក្នុងហ្នឹងទើបមានអ្នកជំនាញដោះគ្រាប់បែកនុយក្លេអ៊ែរទៅដល់ហ្នឹងក៏បានជួយអ្នកទាំងអស់គ្នាហ្នឹងឲ្យរត់ចេញពីបន្ទប់នុយក្លេអ៊ែរដែលកំពុងតែផ្ទុះហ្នឹងទៅហើយក៏ស
ស្របពេលនឹងដែរនៅក្នុងទីក្រុងនេះវិញជួយប្រពន្ធរបស់អ៊ីងឆាំងក៏បានវិចអីវ៉ាន់រួចហើយក៏បានចូលក្នុងឡានបើកទៅកាន់ជំរុនជនភៀសខ្លួនដើម្បីគេចេញពីបន្ទប់រំភ្លើងប៉ុន្តែបានពាក់កណ្ដាលផ្លូវនៅពេលដែលបើកទៅដល់ស្ពាននឹងក៏ថាឡានបានស្ទះចរាចរណ៍ហើយអ្វីដែលកាន់តែអាក្រក់នឹងគឺថាមានរលកយក្សស៊ូណាមីកើតចេញពីបន្ទប់រំភ្លើងនឹងបានបោកបក់មកកាន់ប្រជាជនទាំងអស់គ្នានឹងក៏បានធ្វើឲ្យឈ្វយបានធ្លាក់ចូលទៅក្នុងទឹកប៉ុន្តែមិនមានបញ្ហាអីនោះទេឈ្វយក៏បានរួចចេញពីគ្រោះថ្នាក់រួចហើយក៏បានហែលឡើងទៅលើគោកវិញទៅក៏ស្របពេលជាមួយគ្នាដែរ Professor Kang ក៏កំពុងតែសិក្សាយ៉ាងស៊ីជម្រៅបន្ថែមទៀតគាត់សិក្សានៅក្រោមតុហើយក៏ត្រូវបានអ្នកស្រី GN មកតាមគាត់តាន់ពេលហ្នឹងហើយគាត់ក៏បាននិយាយទាំង stress ថាអ្វីដែលគាត់សិក្សាកាលពីមុនមកហ្នឹងគឺវាខុសហើយដោយសារតែបច្ចុប្បន្នកាលហ្នឹងគឺថាតំបន់ជីករ៉ែដែកហ្នឹងវាមានឥទ្ធិពលខ្លាំងទៅលើអាម៉ាក់ម៉ាហ្នឹងណាវាបានធ្វើឲ្យម៉ាក់ម៉ាហ្នឹងកើនលបឿននៅក្នុងការបំផ្ទុះភ្នំភ្លើងមួយហ្នឹងហើយវិញទៀតចំណុចដែលគេដៅថានឹងយកក្របបែកទៅបំផ្ទុះដើម្បីបង្កើតជាជញ្ជាំងឲ្យម៉ាក់ម៉ាហូរចេញមកហ្នឹងគឺវាខុសហើយគឺត្រូវដូរចំណុចថ្មីដែលតម្រូវឲ្យពួកគេសិក្សាបន្ថែមទៀតរកកន្លែងណាដែលស្ដើងទើបអាចបំផ្ទុះតាន់ពេលអញ្ចឹងណាហើយក៏ស្របពេលនឹងដែរក្រុមរបស់អ៊ីងឆាំងនេះវិញនៅពេលដែលដឹកក្របបែកនៅតាមផ្លូវហ្នឹងក៏ត្រូវបានជន់ចម្លែកមួយក្រុមបាញ់វាយប្រហារពួកគេតម្រូវឲ្យពួកគេនឹងចូលទៅពោះនៅតាមកន្លកក្លៀតពួកគេឆ្ងល់ខ្លាំងមែនទែនថាតើជានរណាដែរហើយក្រុមហ្នឹងគឺពិសេសខ្លាំងមែនទែនគេបានប្រើប្រាស់រ៉ាដាចាប់សីតុណ្ហភាពទើបអាចបាញ់ពួកគេបានហើយចលងទៅគ្នារបស់អ៊ីងឆាំងក៏បានបាញ់ក្រុមបែកធំទៅកាន់ឡានរបស់ក្រុមអ្នកប្រមាញ់ហ្នឹងក៏បានធ្វើឲ្យឡានមួយផ្ទុះបន្ទាប់ពីចាត់ការឡានហ្នឹងបានហើយពួកគេក៏បានដើរស៊ើបបង្កើតក៏បានឃើញថានឹងគឺជាក្រុមទាហានរបស់អាមេរិកមកតាមប្រមាញ់ពួកគេដោយសារតែពួកគេលួចគ្រាប់បែកនុយក្លេអ៊ែរហ្នឹងឯងហើយនឹងឯងដោយសារតែនៅតែមានការបាញ់បោះគ្នាបន្តទៀតពួកគេក៏បានរត់ចូលក្នុងឡាននេះឡាននោះធ្វើឲ្យអ៊ីងឆាំងជាមួយនឹងជនភជនជាប់នៅលើឡានមួយតែ2នាក់បើគេចេញពីកន្លែងហ្នឹងហើយអ្នកដទៃទៀតគឺទៅកន្លែងផ្សេងនៅលើឡានហ្នឹងគឺជនភជនបានក្បត់ក៏បានបាញ់គ្រាប់ឆក់ទៅកាន់អ៊ីងឆាំងធ្វើឲ្យគេសន្លប់បាត់ទៅហើយក៏ស្របពេលហ្នឹងដែរនៅក្នុង office របស់លោកនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងហ្នឹងក៏ត្រូវបានសហរដ្ឋអាមេរិកចូលមកបញ្ឈប់បេសកកម្មដោយសារតែដឹងថាពួកគេកំពុងតែលួចបំផ្ទុះគ្រាប់បែកចឹងហើយក៏បានមកបញ្ឈប់សកម្មភាពមួយហ្នឹងភ្លាមតែម្ដងសម្រាប់ដែរ Professor Kang ជាមួយនឹងអ្នកស្រី GN មិនបានស្ថិតនៅក្នុង office មួយហ្នឹងទេប៉ុន្តែលោក Kang គាត់អស់សង្ឃឹមក្នុងការធ្វើបេសកកម្មហ្នឹងហើយគាត់សម្រេចចិត្តចាក់ចែងទៅកាន់ប្រទេសអាមេរិកទោះបី GN ព្យាយាមខាត់គាត់យ៉ាងណាក៏ដោយក៏គាត់មិនខ្វល់នោះដែរគាត់ក៏បានជិះឡានចាក់ចេញពីកន្លែងហ្នឹងទាំងអារម្មណ៍មិនសូវពេញចិត្តប៉ុន្តែបន្ទាប់ពីហ្នឹងគាត់ក៏បានឡើងទៅលើឡានក្រុងដើម្បីបន្តដំណើរទៅមុខទៀតចៃដន្យខ្លាំងមែនតែនក៏ថាប្រពន្ធរបស់អ៊ីងឆាំងបានចូលមកក្នុងឡានក្រុងនឹងដូចគ្នាពួកគេក៏បានអង្គុយនៅជិតគ្នាហើយឆយនឹងក៏បានយំដោយសារតែមិនដឹងថាប្តីរបស់គេនៅណាណីណានិយាយសួរនាំគ្នាចលងទៅក៏ដឹងថានឹងគឺជាប្រពន្ធរបស់អ៊ីងឆាំងដែលថាលោកកាំងក៏បានស្គាល់ដែរគាត់ក៏បានអាណិតក៏បានយកកន្សែងមួយឲ្យគេជូតទៅភ្នែកនៅពេលដែលនិយាយគ្នានឹងក៏ឆយគេសង្ឃឹមថានឹងបានជួបប្តីនៅក្នុងជំរំភៀសខ្លួនហើយលោកខាំងនឹងដឹងការពិតដែរតែអត់ប្រាប់ប្រពន្ធថាប្តីទៅកូរ៉េខាងជើងដើម្បីធ្វើបេសកកម្មនោះទេក៏បានលាក់រឿងហ្នឹងដើម្បីកុំឲ្យគាត់កាន់តែបាក់ទឹកចិត្តបន្ថែមទៀតហើយក៏បានបន្តទៅមុខជុំគ្នាទៀតទៅក៏ស្របពេលហ្នឹងដែរនៅតាមដងផ្លូវនេះវិញជូនភ្យងនៅពេលដែលឃើញអ៊ីងឆាំងភ្ញាក់ដឹងខ្លួនឡើងមកវិញគាត់ក៏បាននិយាយថាគាត់កំពុងតែបើកឡានទៅកាន់ Pochan ដែលស្ថិតនៅជិតតំបន់ភ្នំ Baekdu នឹងដែរតែមិនមែនទៅដើម្បីបន្ទុកគ្រាប់បែកនោះទេគឺគាត់ត្រូវយកគ្រាប់បែកហ្នឹងទៅឲ្យពួកចិនដើម្បីដោះដូរជាមួយនឹងសេរីភាពកូនស្រីរបស់គាត់អ៊ីងឆាំងខឹងខ្លាំងមែនតែនចឹងហើយនៅពេលដែលជូនភ្យងទៅឈឺនោមនៅខាងក្រោមហ្នឹងគាត់ក៏បានឆ្កឹះនេះឆ្កឹះនោះធ្វើឲ្យគាត់របូតខ្នោះដៃចឹងណាចឹងហើយនៅពេលដែលជូនភ្យងត្រឡប់ចូលមកខាងក្នុងវិញហើយជានឹងទៅទៀតគាត់ក៏បានយកអា GPS ហ្នឹងមកលេបចូលក្នុងពោះដែលបានន័យថាក្រុមទាហានរបស់ប្រទេសកូរ៉េខាងត្បូងនឹងតាមរកគេឃើញជានិច្ចជូនភ្យងក៏ខឹងខ្លាំងមែនទែនក៏បានចូលទៅក្នុងឡានចង់ដេញវាយគេប៉ុន្តែអ៊ីងឆាំងក៏បានបើកឡានរត់បើកឡានដេញវាយគ្នានឹងប្រកាច់ប្រកិនហើយអញញ៉ៃចលងទៅឡាននឹងក៏បានរើចង្កូតទៅបុកជាមួយនឹងគល់ឈើមួយធ្វើឲ្យជាប់ជ្រឹងនៅនឹងមួយកន្លែងពួកគេនៅខាងក្នុងនឹងក៏សឹងតែសន្លប់ទាំងពីរនាក់ប៉ុន្តែបន្ទាប់ពីរឿងធូរខ្លួនបានបន្តិចអ៊ីងឆាំងក៏បាននិយាយទាំងហោទឹកភ្នែកថាគេប្រហែលជាមិនអាចត្រឡប់ទៅជួបជាមួយនឹងប្រពន្ធកូនរបស់គេដែលកំពុងតែចិត្តនឹងកើតនឹងបានទេប្រហែលជាត្រូវស្លាប់នៅក្នុងការធ្វើបេសកកម្មនឹងហើយនៅពេលដែលឮថាគេមានប្រពន្ធមានកូនដែរនឹងជូនភ្យងក៏មានអារម្មណ៍ថាអាណិតគេដោយសារតែគាត់ក៏ជាឪពុកម្នាក់ដែរចឹងហើយគាត់សម្រេចចិត្តជួយគេនាំគ្នាចុះចេញពីឡានរួចហើយក៏បានលើកគ្រាប់បែកនឹងបន្តដំណើរទៅខាងមុខទៀតដើរបដើនឹងគាត់ថាជូនភ្យងបានឃើញរទេះមួយយកគ្រាប់បែកនឹងដាក់លើរទេះឲ្យអ៊ីនឆាំងជាអ្នកដឹកទៅមុខហើយចំណែកគេក៏បានអង្គុយនៅលើរទេះនឹងយ៉ាងរំភើយនៅតាមផ្លូវនឹងអ៊ីនឆាំងក៏បាននិយាយថាគាត់មិនទាន់ដឹងថាកូនរបស់គាត់ប្រុសឬក៏ស្រីផងជូនភ្យងក៏បានឆ្លើយតបថានៅក្នុងកណ្ដាស់អូអេកូនឹងគឺគេមើលឃ
ឃើញថាភាពប្រភេទស្រីហើយចឹងហើយអ៊ីនឆាំងក៏បានដកយកមកសួរថាតើកូនរបស់គេប្រុសឬក៏ស្រីជុនផ្សុងនៅតែមិនព្រមឆ្លើយដដែលផ្ទុយទៅវិញគេបែរជាសួរមកកាន់អ៊ីនឆាំងថាបើសិនជាអ៊ីនឆាំងចង់ដឹងថាកូនរបស់គេប្រុសស្រីនឹងទាល់តែប្រាប់អំពីរឿងមួយមកកាន់គេដោយសារតែនៅពេលដែលគាត់ជាប់នៅក្នុងគុកហ្នឹងគឺគាត់អត់បានតាមដានរឿងដ៏ល្បីមួយប្រចាំប្រទេសកូរ៉េនោះទេគាត់តាមដានបានតែប្រហែលភាគហើយគាត់ក៏បានជាប់គុកអញ្ចឹងគាត់ចង់ដឹងថារឿងមួយដែលមានចំណងជើងថាដាំម៉ូថាតើនៅចុងក្រោយតួឯកតួអង្គអីហ្នឹងវាយ៉ាងម៉េចដែរណាស្លាប់ណារស់អញ្ចឹងណាអញ្ចឹងនៅពេលដែលអង្គុយសម្រាប់ជុំគ្នានៅក្នុងបន្ទប់មួយនោះអ៊ីនឆាំងមិនព្រមបានឆ្លើយតបមកកាន់គាត់នោះដែរតតែប្រាប់ភេទកូនមកមុនអញ្ចឹងណាចូលឡើងក៏អត់បានប្រាប់គ្នាទៅវិញទៅមករហូតដល់បន្តិចក្រោយមកទាហានអាមេរិកក៏បានមកវាយប្រហារពួកគេម្ដងទៀតហើយពួកគេបាននឹងត្រូវបានស្លាប់ទាំងពីរនាក់តែហើយប៉ុន្តែភ្លាមដែរក៏ថាគ្នារបស់អ៊ីនឆាំងក៏បានមកដល់បានជួយបាញ់ជាមួយនឹងទាហានអាមេរិកធ្វើឲ្យពួកគេមានឱកាសរត់ចេញពីកន្លែងហ្នឹងក៏ដូចជាឡើងទៅលើឡានក្រុងការងាររបស់គេហ្នឹងគេចេញពីកន្លែងហ្នឹងបានសម្រេចទាហានអាមេរិកក៏នៅតែបន្តដេញបាញ់ពួកគេប៉ុន្តែកំពុងតែបាញ់គ្នាវេទនានៅតាមដងផ្លូវហ្នឹងបន្ទប់ទី3នៃភ្នំភ្លើងហ្នឹងក៏បានផ្ទុះមកក៏បានបង្កើតចេញជារញ្ជួយក៏ដូចជាធ្វើឲ្យថ្មធ្វើឲ្យបាក់ចឹងហើយទាហានអាមេរិកហ្នឹងក៏បានបាក់ធ្លាក់ចុះទៅខាងក្រោមធ្វើឲ្យពួកកូរ៉េបានរួចខ្លួនអាចបន្តដំណើរទៅខាងមុខទៀតបានហើយក៏ស្របពេលដែរនៅក្នុងទីក្រុងនេះវិញក៏កំពុងតែមានភាពរញ៉េរញ៉ៃមានការបាតកម្មប្រឆាំងតតាំងជាមួយនឹងថ្នាក់ដឹកនាំដោយសារតែដោះស្រាយឲ្យប្រជាជនបានល្អចឹងណាលោកខាំងជាមួយនឹងឆយក៏បានទៅដល់តំបន់ជនភៀសសឹកហើយលោកខាំងនឹងក៏បានយកអត្តសញ្ញាណរបស់គាត់ទៅបង្ហាញឲ្យទាហានអាមេរិកឃើញដោយសារតែគាត់ទទួលបានសិទ្ធិរស់នៅក្នុងប្រទេសអាមេរិកចឹងហើយក៏ត្រូវបានគេអនុញ្ញាតឲ្យចូលទៅខាងក្នុងដែលបន្តិចទៀតនឹងត្រូវជិះទូកចាញ់ហើយប៉ុន្តែសម្រាប់ឆយវិញមិនត្រូវបានគេឲ្យចូលនោះទេដោយសារតែគាត់មិនទទួលបានសិទ្ធិនៅឡើយទេខាំងក៏ចង់ជួយឆយឲ្យចូលមកខាងក្នុងដែរប៉ុន្តែឆយមិនព្រមឲ្យគាត់ជួយនោះទេដោយសារតែគេនៅចាំប្តីនៅឡើយចឹងហើយសុំនៅកន្លែងហ្នឹងដើម្បីចាំប្តីបន្តទៀតឃើញចឹងដែរខាំងក៏អាណិតគេក៏បានប្រាប់ការពិតថាអ៊ីងឆាំងបានទៅធ្វើបេសកកម្មនៅកូរ៉េខាងជើងដែលលើចឹងហើយប្រពន្ធពិតជារន្ធត់ចិត្តខ្លាំងមែនតែនមិនសង្ឃឹមថាប្តីអាចត្រឡប់មកវិញបាននោះទេនឹងឲ្យឃើញថាស្ថានភាពគួរអាណិតខ្លាំងពេក Professor Kang នឹងក៏បានបដូរចិត្តក៏បានទៅរកទូរស័ព្ទតែតាក់ទងទៅកាន់អ្នកស្រី JN ដើម្បីផ្លាស់ប្ដូរគម្រោងក៏ដូចជាធ្វើយ៉ាងម៉េចបំផ្ទុះទន្លាអញ្ចាំងម៉ាក់ម៉ានឹងឲ្យបានចឹងណានឹងឲ្យពួកគេក៏បានទៅជួបដើម្បីភាសាគ្នាចឹងទៅហើយក៏ស្របពេលនឹងដែរជុនផ្យុនក៏នៅតែបន្តក្បត់ក៏បានដកកំភ្លើងភ្ជុំមកកាន់អ៊ីងឆាំងថាគេត្រូវតែយកគ្រាប់បែកនឹងទៅដោះដូរជាមួយនឹងកូនស្រីរបស់គេឲ្យបានប៉ុន្តែបន្ទាប់ពីឃើញថាអ៊ីងឆាំងបានជឿជាក់ទៅលើបេសកកម្មរបស់គាត់ក្នុងការជួយសង្គ្រោះប្រជាជនកូរ៉េចឹងហើយជុំផ្យុនក៏គោរពទឹកចិត្តមួយនឹងក៏យល់ព្រមជួយគេជុំផ្យុនក៏បានប្រាប់ទីតាំងរ៉ែទី9ដែលជាគម្រោងដើមពួកគេត្រូវទៅបំផ្ទុះទម្លាយអញ្ចាំងម៉ាក់ម៉ាហ្នឹងណានឹងហើយនៅពេលដែលបើកទៅដល់ទីតាំងនឹងហើយក៏ជុំផ្យុនបានប្រាប់ថាឲ្យទៅណាទៅណីទៅហើយចំណែកឯគាត់ក៏បានចូលទៅខាងក្រោមដើម្បីទៅជួបគ្នាជាមួយកូនស្រីរបស់គាត់ក៏ដូចជាទៅចរចាគ្នាជាមួយនឹងពួកចិនហើយក៏ស្របពេលនឹងដែរអ្នកស្រី GN អីហ្នឹងក៏មិនអាចតាក់ទងទៅកាន់ក្រុមយោធាអីបាននោះទេដោយសារតែត្រូវបានសហរដ្ឋអាមេរិកកាត់ផ្តាច់ប្រព័ន្ធអស់ហើយប៉ុន្តែសំណាងដែរដោយសារតែ Professor Kang ហ្នឹងគាត់គឺជាអ្នកបច្ចេកទេសម្នាក់នៅជិតហ្នឹងគឺមានប្រព័ន្ធ radio ប្រព័ន្ធ satellite អីណាគាត់ក៏បានតខ្សែភ្លើងចេញចូលចលឡើងទៅក៏អាចតាក់ទងទៅកាន់អ៊ីងឆាំងបានហ្នឹងហើយគាត់ក៏បានប្រាប់អ៊ីងឆាំងឲ្យផ្លាស់ប្ដូរទីតាំងបំផ្ទុះមិនមែនបំផ្ទុះនៅក្នុងរ៉ែទី9នោះទេទៅបំផ្ទុះនៅក្នុងរ៉ែទី7វិញដោយសារតែវាមានជាងស្ដើងជាងអ៊ីងឆាំងលឺចឹងដែរក៏បារម្ភបដោយសារតែថាគេអត់មានផែនទីអត់ដឹងថាត្រូវទៅរ៉ែទី7ហ្នឹងនៅកន្លែងណានោះទេមានតែជូនផ្យុងគត់ទៅស្គាល់ចឹងហើយគេក៏ត្រូវត្រឡប់ក្រោយដើម្បីទៅរកជូនផ្យុងវិញជូនផ្យុងនៅវិញក៏បានទៅដល់កន្លែងកូនស្រីរបស់គេហ្នឹងហើយគាត់បានឃើញកូនស្រីរបស់គាត់កំពុងតែអង្គុយដោយភាពកំសត់នៅក្នុងផែផង់នៃការផ្ទុះភ្នំភ្លើងមួយហ្នឹងគាត់ក៏ព្យាយាមទៅនិយាយជាមួយនឹងកូនស្រីទាំងហូរទឹកភ្នែកប៉ុន្តែកូនស្រីមិនបានចងចាំគាត់នោះទេដោយសារតែគាត់ជាប់គុកយូរខ្លាំងពេកហើយភ្លាមៗដែរក្រុមចិនហ្នឹងក៏បានមកដល់ក៏បានទាមទារគ្រាប់បែកចេញពីគាត់ប៉ុន្តែគាត់ក៏បានប្រាប់ថាគ្មានគ្រាប់បែកនោះទេយកគាត់ធ្វើអីធ្វើចោះប៉ុន្តែសូមមេត្តាជួយតែកូនគាត់យកកូនគាត់គេចចេញពីភ្នំភ្លើងនឹងផងតែពួកហ្នឹងមិនទៅអាណិតគាត់នោះទេក៏បានដកកំភ្លើងបាញ់គាត់ត្រូវមួយគ្រាប់ហើយសំណាងខ្លាំងមែនតែនបន្ទាប់ពីហ្នឹងទៅទាហានអាមេរិកក៏បានមកដល់បាញ់គ្នាជាមួយនឹងពួកចិនហ្នឹងហើយកប់បាញ់គ្នាដល់សាហាវមួយហ្នឹងក៏ត្រូវបានបញ្ឈប់នៅពេលដែលអ៊ីងឆាំងបានមកដល់អ៊ីងឆាំងក៏បានលើកកណ្ដាលសថាកុំបាញ់គេញញ៉ៃអីប្រយ័ត្នផ្ទុះគ្រាប់បែកគេក៏បានបង្ហាញថាគេគឺមានគ្រាប់បែកនុយក្លេអ៊ែររបស់គេហ្នឹងមិនមែនទំនេរទេឥឡូវហ្នឹងត្រូវបានដាក់ម៉ោងដើម្បីបំផ្ទុះហើយដោយសារតែគេគិតថាបន្តិចទៀតភ្នំភ្លើងនឹងត្រូវផ្ទុះហើយណា
ចឹងគ្រប់យ៉ាងនឹងរលាយគេនឹងបំទុកគ្រប់បែកនឹងរំលាយខ្លួនរបស់គេផងដែរចឹងហើយបើសិនជាមិនចង់ស្លាប់ទេឲ្យចេញពីកន្លែងនឹងទាំងអស់គ្នាទៅធានអាមេរិកក៏ដូចជាទាហានចិននឹងឃើញចឹងហើយក៏ភ័យខ្លាចថាគ្រប់បែកនឹងផ្ទុះស្លាប់ក៏បាននាំគ្នារត់ចាក់ចេញពីកន្លែងនឹងទាំងអស់គ្នាហើយនឹងឯងបន្ទាប់ពីដោះស្រាយបញ្ហាចិនអាមេរិកនឹងហើយក៏អ៊ីងឆាំងបានប្រាប់ទៅកាន់គ្រប់គ្នាឲ្យចាក់ចេញពីកន្លែងនឹងទៅទុកឲ្យគេដឹកគ្រាប់បែកទៅកាន់ទីតាំងរ៉ែទី9ដើម្បីបំផ្ទុះគាត់សុខចិត្តពលីជីវិតដើម្បីឲ្យគ្រប់គ្នាមានសេរីភាពប៉ុន្តែលឺចឹងដែរជួងផ្ចង់ក៏មិនព្រមឲ្យគាត់ទៅម្នាក់ឯងនោះទេដោយសារតែមានតែជួងផ្ចង់ម្នាក់គាត់ទើបស្គាល់ទីតាំងស្គាល់ផែនទីនឹងច្បាស់ចឹងហើយគាត់ត្រូវតែជូនអ៊ីងឆាំងទៅទោះបីជាអ៊ីងឆាំងមិនព្រមក៏គ្មានជំរឿននោះដែរអ្នកទាំងពីរក៏សម្រេចចិត្តទៅជុំគ្នាហើយក៏ថាជួងផ្ចង់នឹងបានទៅលាកូនស្រីដោយសេចក្តីអាឡ័យឲ្យកូនស្រីជាមួយនឹងក្រុមធានដទៃទៀតនឹងត្រឡប់ទៅកាន់ទីក្រុងវិញទៅហើយអ្នកទាំងពីរក៏បានបើកឡានបន្តដំណើរទៅខាងមុខទៀតទៅកាន់តំបន់រ៉ែទី7នៅតាមផ្លូវអ៊ីងឆាំងក៏បានតាក់ទងទៅកាន់ប្រពន្ធរបស់គាត់ហើយក៏បានសុំទោសប្រពន្ធដែលថាមិនបានទៅមើលកូនចឹងណាប្រពន្ធក៏បានប្រាប់ប្តីឲ្យត្រឡប់មកជួបគេវិញមកដើម្បីឃើញមុខកូនជុំគ្នាប្តីនឹងក៏បានសន្យាជាមួយប្រពន្ធទាំងហូរទឹកភ្នែកព្រោះអីគាត់អត់មានសង្ឃឹមថាបានត្រឡប់ទៅវិញនោះទេហ្នឹងហើយបន្ទាប់ពីនិយាយយ៉ាងកំសត់ហើយពួកគេក៏បានបើកទៅដល់ទីតាំងមួយហ្នឹងពួកគេក៏បានបន្តទៅខាងមុខទៀតហើយក៏បន្ទាប់ពីនឹងទៅបានបន្តិចស្រាប់តែឆយហ្នឹងក៏បានឈឺពោះឆ្លងទន្លេចឹងហើយទាំង professor ទាំង Jion ក៏ព្យាយាមនាំគាត់ទៅកាន់មន្ទីរពេទ្យទាំងដែលថាមន្ទីរពេទ្យហ្នឹងកំពុងតែបាក់ថ្មបាក់នេះសង្កត់ពួកគេគឺថាវេទនាទាំងសងខាងទាំងប្តីទាំងប្រពន្ធហ្នឹងហើយប្រពន្ធកំពុងតែរកកន្លែងឆ្លងទន្លេប្តីនៅវិញក៏បានមកដល់ការដ្ឋានរ៉ែមកដល់ហើយក៏ថាវង្វេងវ័នខ្លាំងមែនតើប៉ុន្តែបន្ទាប់ពីហ្នឹងពួកគេក៏បានឃើញផ្លូវដើម្បីចូលទៅខាងក្នុងក៏បានដាក់គ្រាប់បែកនៅលើរទេះរួចហើយក៏បានរុញវាទៅខាងមុខប៉ុន្តែនៅពេលដែលដល់ចដាយន្តត្រូវចូលទៅខាងក្រោមដើម្បីបន្ទុកគ្រាប់បែកហ្នឹងក៏ថាចដាយន្តវាគាំងដោយសារតែអត់មានថាមពលអគ្គិសនីនោះទេព្រោះអីភ្នំភ្លើងបានផ្ទុះខូច generator អីអស់បាត់ហើយជំរឿចុងក្រោយគឺមានតែមួយគត់គឺត្រូវតែពលីជីវិតកាត់ខ្សែកាបនៃចដាយន្តហ្នឹងដើម្បីដឹកគ្រាប់បែកចូលទៅបន្ទុកខាងក្រោមណាហើយអ៊ីងឆាំងគេចង់ចូលទៅខាងក្រោមហ្នឹងហើយទឹកចិត្តមួយហ្នឹងគឺពិតជាគួរឲ្យគោរពខ្លាំងមែនតើដែលជូនផ្សុនគាត់មិនអាចឲ្យអ៊ីងឆាំងទៅធ្វើអញ្ចឹងបាននោះទេដោយសារតែអ៊ីងឆាំងមានប្រពន្ធមានកូនចាំចំណែកគាត់វិញអត់មានណាណីនោះទេគាត់ក៏សម្រេចចិត្តពលីជីវិតដោយបានលួចចូលទៅក្នុងចដាយន្តហ្នឹងតែម្នាក់ឯងរួចហើយក៏បានចាក់សោនឹងចិត្តអ៊ីងឆាំងមិនចង់ឲ្យគាត់ធ្វើអញ្ចឹងនោះទេទុកឲ្យគាត់ជាអ្នកពលីជីវិតវិញប៉ុន្តែជូនផ្សុនក៏បានប្រាប់ថាគាត់ត្រូវបានគេបាញ់របួសធ្ងន់ហើយនឹងចិត្តស្លាប់ស្រាប់អញ្ចឹងណាហើយមួយវិញទៀតទោះបីជាគាត់ស្លាប់ឬរស់ក៏គ្មានអ្នកណាខ្វល់ពីគាត់ដែរសូម្បីតែកូនរបស់គាត់នឹងក៏មិនបានចាំគាត់ផងអញ្ចឹងហើយឲ្យគាត់ស្លាប់ទៅវាស័ក្តិសមជាងអ្វីដែលគាត់ចង់បាននឹងគឺថាសូមឲ្យអ៊ីងឆាំងជួយមើលថែចិញ្ចឹមកូនស្រីរបស់គាត់ផងគាត់គិតថាអ៊ីងឆាំងគឺជាមនុស្សល្អព្រោះគាត់ជាអាចមើលថែកូនរបស់គាត់បានល្អហើយអ៊ីងឆាំងក៏មិនដឹងធ្វើអ្វីទៀតក៏បានសន្យាជាមួយនឹងគាត់ដោយសេចក្តីអាឡ័យហើយពេលហ្នឹងហើយគាត់ក៏បានសួរពីភាគបញ្ចប់នៃរឿងដែលគាត់សួរកាលមុននោះដែលអ៊ីងឆាំងក៏បានប្រាប់ការពិតថានៅចុងក្រោយហ្នឹងគ្រប់គ្នាស្លាប់ទាំងអស់គ្នាហ្នឹងហើយបន្ទាប់ពីហ្នឹងទៅគាត់ក៏បានឆ្លើយសំណួរតាក់ទងនឹងភេទកូនរបស់អ៊ីងឆាំងថាគាត់ក៏មិនដឹងដែរគាត់ភូតទេតាំងពីកន្លងមកហ្នឹងហើយបន្ទាប់ពីហ្នឹងទៅគាត់ក៏បានកាត់ខ្សែការផ្ដាច់រួចហើយក៏បានទម្លាក់ខ្លួនឯងចូលទៅខាងក្រោមដើម្បីបន្ទុករបបែកនុយក្លេអ៊ែរហ្នឹងទៅចំណែកអ៊ីងឆាំងក៏បានចូលក្នុងឡានបើកចាក់ចេញពីហ្នឹងដោយសេចក្តីអាណិតទៅកាន់ជូនផ្ចង់នៅពេលដែលគាត់បើកទៅបានឆ្ងាយបន្តិចរបបែកនុយក្លេអ៊ែរហ្នឹងក៏បានផ្ទុះទាំងរ៉ែហ្នឹងក៏ចាប់ផ្ដំផ្ទុះដេញតាមពីក្រោយឡានរបស់អ៊ីងឆាំងហើយនឹងឲ្យទោះបីជាវេទនាយ៉ាងណាក៏ដោយក៏អ៊ីងឆាំងអាចគេចចេញពីបន្ទុកគ្រាប់បែកនឹងបានចំណែកអាចចិញ្ចាំងបន្ទប់ម៉ាក់ម៉ាទី4ហ្នឹងក៏ត្រូវបានទម្លាយចឹងហើយក៏លែងមានការផ្ទុះភ្នំភ្លើងដល់សហយង្គក្នុងនឹងទៀតហើយប្រជាជននៅក្នុងប្រទេសកូរ៉េទាំងអស់គ្នាក៏ត្រូវបានជួយសង្គ្រោះហើយក៏ស្របពេលនឹងដែរឆយក៏បានបង្កើតកូនឆ្លងទន្លេបានសម្រេចដូចគ្នាបន្ទាប់ពីហ្នឹងទៅសាច់រឿងក៏បានកាត់ទៅមួយឆ្នាំក្រោយមកដែលថា Professor Kang បានត្រឡប់ពីប្រទេសអាមេរិកមកកាន់ប្រទេសកូរ៉េរបស់គាត់វិញហើយចំណែកប្រទេសកូរ៉េនៅបច្ចុប្បន្នកាលហ្នឹងគឺថាបានសហការគ្នាកូរ៉េខាងជើងកូរ៉េខាងត្បូងហ្នឹងសហការគ្នាដើម្បីចាប់ផ្ដើមកសាងហេដ្ឋារចនាសម្ព័ន្ធក៏ដូចជាអភិវឌ្ឍប្រទេសឡើងមកវិញតទៅពីហ្នឹងលោកខាងក៏បានជួបគ្នាជាមួយអ្នកស្រីជីអនហើយក៏បានប្រាប់ថាគាត់សម្រេចចិត្តមករស់នៅប្រទេសកូរ៉េខាងត្បូងវិញដើម្បីធ្វើបេសកកម្មថ្មីដោយសារខាងរដ្ឋាភិបាលហ្នឹងបានតាក់ទងគាត់ឲ្យមកដឹកនាំការស្រាវជ្រាវអំពី renewable energy ចេញពីអមមារបស់ភ្នំភ្លើង Baekdu ហ្នឹងណាហើយក៏ស្របពេលហ្នឹងដែរអ៊ីងឆាំងក៏បានចូលនិវត្តន៍រួចហើយក៏បានរស់នៅជាមួយប្រពន្ធរបស់គាត់ដោយសេចក្តីសោកមានទាំងកូនរបស់គាត់អត់ដឹងថាភេទស្រីឬក៏ប្រុសនោះទេហើយមានទាំងកូនចិញ្ចឹមរបស់គាត់ស៊ុនហួតដែលជាកូនរបស់ជូនផ្សងផងដែរគាត់បានគោរពសន្យាចិញ្ចឹមស៊ុនហួតដូចជាកូនរបស់គាត់ចឹងក៏បានរស់នៅជុំគ្នាយ៉ាងសុខសាន្តទៅអើយហើយសាច់រឿងក៏ត្រូវបានបញ្ចប់នៅត្រង់ចំណុចនឹងដូចគ្នាដែលហ្នឹងឯងបងប្អូនទាំងគ្នាសាច់រឿងមួយហ្នឹងគឺមានតែប៉ុណ្្នឹងនឹងឯងវាគឺជាសាច់រឿងដ៏ល្អមើលតានតឹងនិងមានន័យខ្លាំងមួយហើយមានសង្ឃឹមថាបងប្អូនទាំងគ្នានឹងជួយចិត្តមកកាន់សាច់រឿងទៅចុះហើយពិតជាអរគុណច្រើនខ្លាំងមែនទែនដែលបានតាមស្ដាប់វីដេអូនេះដល់ចប់យើងចាំជួបគ្នាក្នុង
ក្នុងវីដេអូក្រោយៗទៀតសុខសប្បាយទាំងអស់គ្នាជម្រាបលាបាយបាយ